សាប៉ាគឺជាកន្លែងទាក់ទាញទេសចរដ៏សំខាន់បំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិដែលស្ថិតនៅភាគពាយជប់ប្រទេសវៀតណាមជិតព្រំដែនប្រទេសចិនទីនេះមានទេសភាពភ្នំដ៏សែនស្រស់ស្អាតដូចជាផ្ទាំងគំនូរវាលស្រែនៅតាមជញ្លង់ភ្នំទឹកជ្រោះនិងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចសាប៉ាគឺជាទីក្រុងកម្រិតស្រុកដែលស្ថិតនៅក្នុងខេត្តឡាវកាយមានផ្ទៃដី685គីឡូម៉ែត្រការ៉េនិងមានប្រជាជនជាង80000នាក់មានក្រុមជនជាតិភាគតិចជាច្រើនដូចជាជនជាតិម៉ុងជនជាតិដាវយ៉ាយសាផូនិងតៃលីវសាប៉ាមានចម្ងាយ380គីឡូម៉ែត្រពីទីក្រុងហាណូយជួរភ្នំហងលៀនសឺនលាតសន្ធឹងលើតំបន់នេះដែលមានកំពូលភ្នំខ្ពស់ៗរួមទាំងភ្នំហ្វាន់ស៊ីផាន់ដែលមានកម្ពស់3143ម៉ែត្រគឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសវៀតណាមនិងខ្ពស់ជាងគេនៅឥណ្ឌូចិននៅថ្ងៃដែលមានអាកាសធាតុល្អកំពូលភ្នំហ្វាន់ស៊ីផាន់រំលេចនូវទេសភាពដ៏សែនស្រស់ស្អាតវាគឺជាកំពូលភ្នំចុងក្រោយនៅក្នុងខ្សែភ្នំហេម៉ាឡៃនៅផ្នែកខាងកើតហ្វាន់ស៊ីផាន់ផ្ដល់នូវអារម្មណ៍ដ៏ភ្ញាក់ផ្អើលដែលជាដំបូលនៃឥណ្ឌូចិនជាការមើលឃើញដ៏កម្រនៃព្រៃត្រូពិកដែលនៅសេសសល់ចុងក្រោយនៅក្នុងប្រទេសវៀតណាមចំហៀងភ្នំមានសភាពចោតខ្លាំងហើយតំបន់ជាច្រើនស្ទើរតែមិនអាចចូលទៅដល់ដោយថ្មើរជើងបានទេភូមិសាស្ត្រអាកាសធាតុនិងសកម្មភាពរបស់មនុស្សបានរួមបញ្ចូលគ្នាបង្កើតបានជាចម្រុះផ្សេងៗគ្នាជាច្រើននៅជុំវិញសាប៉ាដោយសារតែស្ថិតនៅក្នុងតំបន់ភ្នំហើយក៏សម្បូរទៅដោយព្រៃឈើនោះអាកាសធាតុនៅសាប៉ាគឺមានភាពត្រជាក់ស្រួលនិងមានភ្លៀងធ្លាក់ច្រើននៅក្នុងរដូវក្តៅចន្លោះពីខែឧសភាដល់ខែសីហានិងមានអាប់និងត្រជាក់ខ្លាំងនិងមានព្រឹកធ្លាក់ម្ដងម្កាលនៅក្នុងរដូវរងាសាប៉ាគឺជាទីក្រុងភ្នំដ៏ស្ងប់ស្ងាត់មួយនិងជាជម្រករបស់ជនជាតិដើមភាគតិចជាច្រើនកុះសម្ព័ន្ធទេសចរពិតជាជាប់ចិត្តលងស្នេហ៍ចំពោះទេសភាពដែលស្អាតប្លែកពិបាកពណ៌នារួមទាំងសកម្មភាពកម្សាន្តសប្បាយជាច្រើនទើបធ្វើឲ្យទីនេះជាជម្រកទេសចរដ៏សំខាន់ប្រចាំប្រទេសវៀតណាមទីតាំងភូមិសាស្ត្រនៃតំបន់នេះធ្វើឲ្យវាក្លាយជាកន្លែងដ៏ពិសេសមួយសម្រាប់រុក្ខជាតិនិងសត្វគួរឲ្យចាប់អារម្មណ៍ទេសភាពនៃតំបន់សាប៉ាភាគច្រើនឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងជនជាតិដើមភាគតិចនិងធម្មជាតិដំណើរកម្សាន្តដ៏រីករាយទៅកាន់ទីក្រុងហាណូយហាឡុងនិងសាប៉ានេះរដូវកាលឆ្លងឆ្នាំសកលចូលឆ្នាំចិននិងចូលឆ្នាំខ្មែរជាមួយក្រុមហ៊ុនទេសចរ Two World Travel ញ៉ាំអាហារឆ្ងាញ់ៗអាហារលើកប៉ាល់ចូលលេងសួនកម្សាន្តល្បីៗជិះកន្ត្រកឡើងលើភ្នំហ្វាន់ស៊ីផាន់និងកន្លែងល្បីៗស្អាតៗជាច្រើនរុះរាន់ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានតម្លៃពិសេសក្រឡេកទៅមើលពីរបរកសិកម្មរបស់ជនជាតិដើមភាគតិចដែលភាគច្រើនធ្វើការដាំដុះស្រូវនិងដំណាំផ្សេងៗទៀតនៅតាមជម្រាលភ្នំអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាតជាថ្នាក់គូជាទីគយគន់និងមានបរិយាកាសបែបស្រស់ស្រាយអាហារចម្បងរបស់ពួកគេគឺអង្ករនិងពោតអាកាសធាតុពិសេសនៅសាប៉ាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជនជាតិដើមភាគតិចដែលរស់នៅក្នុងតំបន់នៅចន្លោះភ្នំហ្វាន់ស៊ីផាន់និងទីក្រុងសាប៉ាមានជ្រលងភ្នំមឿងហ័រដែលរំលេចទៅដោយវាលស្រែចម្ការជ្រលងភ្នំនេះកាន់តែធំទូលាយទៅភាគខាងកើតមុនទសវត្សរ៍ឆ្នាំ1990សេដ្ឋកិច្ចទីក្រុងសាប៉ាភាគច្រើនគឺពឹងផ្អែកលើកសិកម្មទំហំតូចហើយប្រជាជនគឺមានភាពក្រីក្រកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អស្ថានភាពសម្រាប់ប្រជាជននៅក្នុងតំបន់ដែលរួមមានការផ្ដួចផ្ដើមរបស់រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលវៀតណាមនិងម្ចាស់ជំនួយបរទេសបានរួមចំណែកដល់កម្មវិធីអភិវឌ្ឍន៍នៅក្នុងស្រុកដើម្បីពង្រឹងជំនាញនិងបង្កើនចំណូលការមកដល់របស់ភ្ញៀវទេសចរជាចំណែកដ៏សំខាន់បំផុតដែលជួយជំរុញកំណើនសេដ្ឋកិច្ចបច្ចុប្បន្នទីក្រុងសាប៉ាមិនទាន់មានអាកាសយានដ្ឋានផ្ទាល់ខ្លួននោះទេប៉ុន្តែអាកាសយានដ្ឋានសាប៉ាកំពុងតែស្ថិតនៅក្រោមការសាងសង់ហើយត្រូវបានគេរំពឹងថានឹងបើកដំណើរការចាប់ពីឆ្នាំ2026បច្ចុប្បន្នអាកាសយានដ្ឋានដែលនៅជិតបំផុតត្រូវបានបម្រើដោយអាកាសយានដ្ឋានអន្តរជាតិណូយបៃនៅហាណូយនិងអាកាសយានដ្ឋានឌៀនបៀននៅឌៀនបៀនភូដែលមានចម្ងាយប្រហែល266គីឡូម៉ែត្រមានការតភ្ជាប់ឡានក្រុងនិងផ្លូវថ្នល់ដោយផ្ទាល់ដើម្បីទៅដល់ទីក្រុងសាប៉ាទាក់ទងនឹងផ្លូវដែកស្ថានីយរថភ្លើងដែលនៅជិតបំផុតទៅកាន់ទីក្រុងសាប៉ានោះគឺស្ថានីយ៍ឡាវកាយដែលមានចម្ងាយ1ម៉ោងបើធ្វើដំណើរពីទីក្រុងសាប៉ាពួកគេផ្ដល់ការតភ្ជាប់រថភ្លើងដោយផ្ទាល់និងមកពីទីក្រុងហាណូយមកកំសាន្តនៅក្នុងទីក្រុងសាប៉ាមិនខ្វះសកម្មភាពកំសាន្តសប្បាយនោះទេការធ្វើដំណើរតាមរថយន្តខ្សែកាបប្រវែង6គីឡូម៉ែត្រនឹងនាំអ្នកទៅកាន់កំពូលភ្នំហ្វាន់ស៊ីផាន់ដែលមានកម្ពស់3143ម៉ែត្រក្នុងរយៈពេលត្រឹមតែ15នាទីតែប៉ុណ្ណោះដើរលេងនៅក្នុងបរិវេណវត្តមុនពេលឡើងជណ្ដើរចុងក្រោយទៅកាន់កំពូលភ្នំទិដ្ឋភាពពីកំពូលភ្នំគឺមិនអាចប្រៀបផ្ទឹមបានទស្សនាផ្សារជនជាតិដើមភាគតិចខណៈដែលអ្នកលក់ដូររាប់រយនាក់មកពីកុលសម្ព័ន្ធជាច្រើនស្លៀកពាក់តាមប្រពៃណីរបស់ពួកគេគួរឲ្យចាប់អារម្មណ៍ការដើរទស្សនាទេសភាពភ្នំវាលស្រែងូតទឹកជ្រោះនិងមើលភូមិប្រជាជននឹងទទួលបានបទពិសោធន៍វប្បធម៌ជនជាតិដើមភាគតិចដោយផ្ទាល់ស្នាក់នៅក្នុងទីក្រុងឬក៏ផ្ទះស្នាក់នៅលើកំពូលភ្នំគឺសុទ្ធតែជាជម្រើសដ៏ល្អបំផុតហើយការជិះកង់គឺជាមធ្យោបាយដ៏ល្អមួយដើម្បីចេញទៅក្រៅនិងរុករកតំបន់ធម្មជាតិដែលមិនសូវមានអ្នកទៅដល់នៅទូទាំងសាប៉ាជាការពិតអ្នកស្វែងរកការផ្សងព្រេងអាចជួលកង់ជិះដើម្បីរុករកផ្លូវទស្សនាតាមព្រៃឈើទឹកជ្រោះនិងជលងភ្នំ
រថភ្លើងនៅពេលយប់គឺជាមធ្យោបាយដ៏ពេញនិយមបំផុតដើម្បីទៅដល់សាប៉ាពេលមកដល់រថយន្តក្រុងនឹងជួនអ្នកឡើងភ្នំឡានក្រុងរត់ចេញពីហាណូយចំណាយពេលវេលាធ្វើដំណើរពី5ម៉ោងទៅ6ម៉ោងដំណើរកំសាន្តដ៏រីករាយទៅកាន់ទីក្រុងហាណូយ ហាឡុង និងសាប៉ានេះរដូវកាលឆ្លងឆ្នាំសកលចូលឆ្នាំចិននិងចូលឆ្នាំខ្មែរជាមួយក្រុមហ៊ុនទេសចរ Two World Travel ញ៉ាំអាហារឆ្ងាញ់ៗអាហារលើកប៉ាល់ចូលលេងសួនកំសាន្តល្បីៗជិះកន្ត្រកឡើងលើភ្នំហ្វាន់ស៊ីផាន់និងកន្លែងល្បីៗស្អាតៗជាច្រើនរុះរាន់ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានតម្លៃពិសេស